Ok, trong video nàyយើងនឹងធ្វើការ Teller Management Teller User ចឹងខ្ញុំមានខ្ញុំបាន Telnet ឬក៏ Remote តាម SSH ទៅកាន់ server យើងហើយចឹងខ្ញុំវាយ comment Who am I ដើម្បី check មើល user ដើមរបស់យើងនេះជាឈ្មោះ user របស់ខ្ញុំបន្ទាប់មកខ្ញុំវាយ pwd ដើម្បី check មើល present direct working directory នេះនៅក្នុង home និង user turn only នេះជារបស់ខ្ញុំបន្ទាប់មកខ្ញុំវាយ command sudo user add dot underscore dot dot s slash backslash bin bash ចឹង user ខ្ញុំដាក់ th dot ឈ្មោះខ្ញុំមួយទៀត password Teller user ដែលខ្ញុំកំពុងឈរហ្នឹងខ្ញុំវាយវាយចឹងខ្ញុំ apply set ឲ្យវាចឹងខ្ញុំវាយ command sudo pass pwd ហើយ Teller username មួយនេះnot found គឺយើងវាយ command sudo pass wd ចឹងខ្ញុំចង់ចូលទៅកាន់ user នេះខ្ញុំវាយ command su ឈ្មោះ user ដែលយើងចង់ចូលបន្ទាប់មក password ចឹងចូលបានហើយចឹងខ្ញុំវាយ command who am I ដើម្បី check មើលនេះខ្ញុំចូល Teller user នេះចឹងខ្ញុំបង្កើត file ឬក៏ folder មួយចឹងខ្ញុំបង្កើត folder ទៅខ្ញុំបង្កើត folder មួយស្ថា super folder underscore for we cannot ចឹងខ្ញុំវាយដាក់ sub show file ចុះ folder បន្តមកខ្ញុំ exit cat slash etc slash p wd នេះជា user ដែលខ្ញុំបានបង្កើតមុន